đây bong bóng bạn này nhom trong chơi lấy mối tập tôn cho mình nâng privacy muối đây sầm đẹpพวกไม้บองយើងដែលគាត់យកទូរស័ព្ទយកទៅឲ្យជាងធ្វើបាទជាពិសេស iPhone បាទជាងការគាត់ធ្លាក់បាយឬក៏ចូលទឹកអញ្ចឹងមកណាអញ្ចឹងយើងយកទៅឲ្យជាងធ្វើអញ្ចឹងយើងអត់ចង់ឲ្យជាងគាត់ចុចចូលមើលថតឬក៏ Facebook បាទឬក៏កុំព្យូទ័រយើងអស់ហ្នឹងបាទគឺយើងចង់បិទណាដល់ថ្ងៃអញ្ចឹងឥឡូវថ្ងៃនេះខ្ញុំចង់ណែនាំបងប្អូនតិចសម្រាប់ឲ្យយើងមានសុវត្ថិភាពទាំងអស់គ្នាអត់ចង់ឲ្យគេចុចមើលចូលមើលឯកជនភាពរបស់យើងបាទតោះឥឡូវដើម្បីដឹងពីវិធីសាស្ត្រហ្នឹងដំបូងឡើយបងប្អូនចុចពាក្យ setting បាទយើងរកពាក្យ accessibility accessibility នេះបងប្អូនណា accessibility យើងរកពាក្យ accessible access បាទ accessible access បាទយើងចុច set up accessible access បងប្អូនចុច continue បាទ continue ទៀតមកហើយម្ដងនេះគឺកម្មវិធីសម្រាប់យើងទុកឲ្យជាងគាត់តេស្តបាទបងប្អូនគឺយើងភាគច្រើនយើងតេស្តតែពីរបងប្អូនជាងយកតេស្តតែ call ជាមួយកាមេរ៉ាអញ្ចឹងយើងដាក់ពីរហ្នឹងមកបាទយើងចុចចូលពីរហ្នឹងបាទហ្នឹងហើយយើងឲ្យមាន keypad មានអីសម្រាប់ឲ្យគាត់តេស្តអញ្ចឹងណាយើងចុច select ឲ្យគាត់តេស្តបានទាំងអស់ហ្នឹងទៅបាទបងហើយយើងចុចពី continue មកបាទអញ្ចឹងវាចូលមួយបាទ call នេះមួយហើយទីពីរកាមេរ៉ាព្រោះយើងយកទៅធ្វើយើងអាចឲ្យគាត់តេស្តកាមេរ៉ាជាងយើងចុចបែរទាំងអស់បងប្អូនណាយើងចុចពី continue ទៀតមកអញ្ចឹងសម្រាប់កម្មវិធីយើងគិតថាមានតែពីរហ្នឹងដែរដែលសំខាន់យើងទុកឲ្យជាងតេស្តហើយអានេះកាមេរ៉ាកម្មវិធីផ្សេងៗបងប្អូនចង់ឲ្យគាត់តេស្តអីផ្សេងៗបងប្អូន add លើបន្ថែមទៅតែបើអត់ទេខ្ញុំគិតថាសំខាន់មានតែពីរហ្នឹងឯងអញ្ចឹងបងប្អូនចុចពី continue បាទចុចពី continue ទៀតមកបាទអូខេយើងចុចពាក្យថា continue ប្រកកន្លែងនេះគឺកន្លែងដាក់លេខកូដបងប្អូនណាកន្លែងដាក់លេខកូដនេះបងប្អូនដាក់លេខប្រមាណបានតែបងប្អូនកុំប្រាប់ជាងពីលេខកូដនឹងរបស់យើងបាទតែយើងអាចប្រាប់លេខកូដទូរស័ព្ទរបស់យើងសម្រាប់ជាងតេស្តធម្មតានោះបានតែលេខកូដ accessible access passcode នោះបងប្អូនកុំប្រាប់ជាងអសោះបាទហើយខ្ញុំឧទាហរណ៍មួយដាក់1 2 3 4នេះទៅតែបងប្អូនដាក់លេខផ្សេងទៅកុំឲ្យជាងគាត់ដឹងបាទយើងដាក់2 ដងបងប្អូនណាដាក់2 ដងបាទបន្តមកទៀតកន្លែងនេះយើងដាក់ចុចពាក្យ not now បាទយើងចុចពាក្យ continue បាទ start using assistive access បាទបងប្អូនចុចមកបាទយើងដាក់លេខកូដ accessible access ដែលបងប្អូនដាក់មិញណាខ្ញុំដាក់1 2 3 4ណាបងប្អូនណាបាទអូខេឥឡូវកំពុងតែចាប់ផ្ដើមទៅទាំងកម្មវិធីសម្រាប់ឲ្យជាងគាត់តេស្តណាបាទចាំឲ្យយើងមកស្ទុះដែរបងប្អូនណាបាទអូខេដល់កន្លែងនេះគឺវាមានយើងឲ្យគេតេស្តបានទូរស័ព្ទជាមួយនឹងកាមេរ៉ាបងប្អូនឃើញទេបាទហ្នឹងហើយអញ្ចឹងពេលដែលជាងគាត់តេស្តគឺគាត់ចុចតេស្តបានតែពីរបងប្អូនបាទតេស្តបានទូរស័ព្ទបានអីពីរហ្នឹងឯងពេលកាមេរ៉ាយើងតេស្តទៅបានជាងគាត់មើលឲ្យគាត់មើលកាមេរ៉ាយើងមិនតេស្តបានពីខ្លះបាទអូខេដល់ធម្មតាដល់កាមេរ៉ា selfie អីហ្នឹងគាត់ចេះតេស្តបងប្អូនអញ្ចឹងយើងដាក់គាត់តែប៉ុណ្្នឹងមកគាត់តេស្តទូរស័ព្ទយើងបាននេះបាទងាយងាយស្រួលសម្រាប់ការពារឯកជនភាពរបស់យើងបាទបងប្អូន